បាទទឹកទី2ទស្សនាការប្រកួតជាបន្តបាទទស្សនិកជនបង្គោលក្រហមបាទកីឡាករជិនចាងបង្គោលឃីវបាទហងសំអានបាទការប្រកួតពាក់ប្រាក់ក្រុនដើមប្រាក់លៀនបាទពីអ្នកចម្បាំងកម្លាំងកម្ពុជាអាយ៉ាបាទបបួលគ្រាលេងជង្គង់បាទដើមទឹកទី2អាយ៉ាកដៅបបៃសិនប្រកួតបន្តបាទហងសំអានកម្លាំងគាត់នៅតែអាចវាយបានបាទមើលទៅដូចជាមិនថមថយទេបាទសំខាន់គាត់ចូលរបស់គេច្រើនតែកម្លាំងគាត់នៅវាយបានអាយ៉ាបាទដួលបាទសម្រាប់បង្គោលឃីវអាញាក្តាររាប់បាទចូលដៃរបស់ជិនចាំ4កំពុងតែសរសើរដល់សំអានបាទកម្លាំងគាត់ល្អអូបាទទៅអត់រួចទេបាទសំអានសរសើរពីទឹកចិត្តរបស់គាត់ដែលថាគាត់ប្រឹងបាទទឹក1គាត់ប្រឹងទឹក2នេះគាត់ប្រឹងមកខ្យល់ទៀតបាទតែសំខាន់គឺទៅអត់រួចទេបាទត្រឹមទឹកទី2នេះបាទបុកមួយប្រើដើមទឹកបាទចិនចាងគាត់អាចដួលហងសំអានបើឲ្យចោះចាញ់បានបាទនេះយើងមកទស្សនាបាទមួយដៃហើយមួយដៃទៀតបាទមួយដៃហើយមួយដៃទៀតក៏ដោយសូមបងប្អូនជួយទះដៃលើកទឹកចិត្តដល់បង្គោលឃីវមួយផងដែរបាទស៊ូណាបាទតាំងពីប្រកួតជាមួយកីឡាករនេប៉ាល់3ទឹកបាទរហូតមកតស៊ូបាទនៅក្នុងការប្រកួតប្រជែងវគ្គប្រាច់ព្រាត់ដណ្ដើមពាននិងប្រាក់លានពីកម្មវិធីបាទអ្នកចម្បាំងកម្លាំងគុនខ្មែរបងប្អូនអាចទស្សនាបន្ថែមទៅលើរូបភាពដើម្បីបង្ហាញបាទទស្សនិកជនជាទីមេត្រីតាមរយៈការផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី2ជ័យជំនះនឹងក្លាយជាម្ចាស់ពាននិងប្រាក់លានអ្នកចម្បាំងកម្លាំងគុនខ្មែរបានទៅលើបង្គោលក្រហម